សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើដុតទំនិញថៃចោលរបស់ KO1 ជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបគោរពនិយមជ្រុលហួសហេតុសម្ដេចតេជោហ៊ុនសែនបង្ហាញការខកចិត្តចំពោះលោក KO1 ដែលប្រមូលមនុស្សថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធការដុតចោលទំនិញថៃហើយបង្ហោះលើបណ្ដាញសង្គមដោយសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបគោរពនិយមជ្រុលហួសហេតុនៅយប់ថ្ងៃទី20 ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះសារលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទៅបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោក KO1 តាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោក KO1 តែម្ដងសម្ដេចតេជោគូបញ្ជាក់ថាការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបគោរពនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាសបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ99%ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនដែលនៅក្រៅប្រទេសនោះទេចំណែកបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើ KO1 មានប្រាក់សូមយកទៅទិញទំនិញថៃដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយ KO1 បានធ្វើដែលមានក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យ KO1 បញ្ឈប់សកម្មភាពបែបឈួតនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ